នេះកាឡាពណ៌ទឹកបិចនៅក្នុងប្រទេសដាណាម៉ាគេមានដាក់អញ្ចែដាក់ពណ៌ហ្នឹងទៅហើយវាចេញពណ៌ហ្នឹងចង់បានពណ៌ខ្មៅគេដាក់ពណ៌ខ្មៅហើយផ្កាដែលគេយកមកបំលែងជាពណ៌ហ្នឹងជាធម្មតាជាកាឡាពណ៌សអញ្ចឹងនៅពេលដែលគេដាក់ទឹកពណ៌នៅក្នុងនេះទៅវាធ្វើឲ្យមានការផ្លាស់ប្ដូរពណ៌ហើយនេះខ្ញុំទិញឲ្យប្តីខ្ញុំទេមិនប្តីខ្ញុំទិញខ្ញុំទេថ្ងៃនេះខ្ញុំទិញឲ្យគាត់ថ្ងៃ birthday គាត់អូយកកពុកតិចទៀតខ្ញុំកាត់វាត្រឹមនេះហើយដាក់នៅក្នុងថូស្អាតអត់មានអ្នកខ្លះគេស្រឡាញ់ពណ៌ខ្មៅអ្នកខ្លះគេស្រឡាញ់ពណ៌ទឹកបិចហើយប្តីខ្ញុំចូលចិត្តពណ៌នេះអញ្ចឹងខ្ញុំទិញពណ៌នេះឲ្យគាត់ហើយអត់ថ្លៃទេម៉ូតូនេះធំអត់ទាន់ទិញទេព្រោះទំទិញព្រឹកមិញហើយម៉ូតូនេះគិតទៅពេល2 3ប្រហែលជា$3កន្លះជិត$4ម៉ូតូប៉ុន្តែស្អាតប្លែកភ្នែកហើយនៅក្នុងប្រទេសនេះក៏មានផ្កាពណ៌ខ្មៅដែរតែឃើញនៅក្នុងរបងផ្ទះគេហ៊ានថតនៅក្នុងស្រុកនេះមានផ្កាច្រើនប្រភេទដែរស្អាតមែនទេឲ្យប្លែកភ្នែកទៀតតែផ្កាខ្លះខ្ញុំថតអត់បានGood luck